ពោះស្មារតីជាទូទៅហ្នឹងហើយហើយដល់ទៅសតិប្បដ្ឋាននៅត្រង់ដែលថារលឹកដឹងបាននៅកាយវេទនាចិត្តធัวនេះអដ្ឋិកាយោទវេបនស្សសតិបច្ចុប្បត្តិតាហោតេយវតេវៈញាណបត្តាយៈបដិសតិមត្តាយៈហ្នឹងកាយមានមែនវេទនាមានមែនចិត្តមានមែនធัวមានមែនហ្នឹងហើយដែលមានអារម្មណ៍ជាបរមត្តមានការកើតរលត់ហ្នឹងហើយនៅក្នុងមុត្តយៈសោតអមតៈវៈក្នុងដីដកលេខ38ហ្នឹងគឺព្រះអង្គម្ដែងពីកាយវេទនាចិត្តធัวសូត្រទី2បើសូត្រទី1ម្ដែងពីតបដ្ឋានសូត្រទី2ហ្នឹងម្ដែងពីអារម្មណ៍របស់សតិប្បដ្ឋានគឺកាយវេទនាចិត្តធัวហ្នឹងឯងកាយអាស្រ័យអាហារកើតឡើងជាសមុទយៈអីក៏អថង្គមៈហ្នឹងសមុទយៈអញ្ចៈអថង្គមៈអញ្ចៈណាមានការកើតមានការរលត់វេទនាអាស្រ័យភាសៈចិត្តក៏អាស្រ័យនាមរូបហើយធัวក៏អាស្រ័យមនសិការៈមានយោនិសោមនសិកាមានអយោនិសោមនសិកាផងដែរព្រោះដូចនិវរណៈបព្វៈអីចឹងជាដើមទៅអាស្រ័យអយោនិសោមនសិកាហ្នឹងគឺជាសមុទយៈនៃកាយវេទនាចិត្តធัวហ្នឹងឯងនៅក្នុងពោធិបក្ខយធัวជាមុខខាងក្នុងមោខកថារួមជាមួយនឹងអនិច្ចានុបស្សនាទុក្ខានុបស្សនាអនត្តានុបស្សនាជាប្រមុខនាំទៅរកព្រះនិព្វានតបឋានគឺរលឹកដឹងបានបរមត្តធัวហ្នឹងប្រកបហ្នឹងហើយហ្នឹងគឺចែកដូចជាសតិគុណចាស់លើកមកអាណាបានសតិអីចឹងទៅឬក៏កាយកតាសតិដែលជាបរិកោនិសការៈបព្វៈឬក៏អនុសតិពុទ្ធានុសតិធម្មានុសតិអីជាដើមឬក៏មរណសតិអីហ្នឹងចឹងទៅក្នុងសមថៈដែលមានបញ្ញត្តិជាអារម្មណ៍អីហ្នឹងគឺនៅក្នុងសតិប្បដ្ឋានសូត្រហ្នឹងមិនមែនគ្រាន់តែព្រះអង្គសម្ដែងអាណាបានសតិហ្នឹងក៏ជាសតិប្បដ្ឋានទៅទេណាហ្នឹងឯងគ្រាន់តែព្រះអង្គទ្រង់សម្ដែងបកម្មដ្ឋានដែលតេតួងនឹងកាយហ្នឹងឯងមានចលដង្ហើមចេញចូលហ្នឹងដែលអាស្រ័យនឹងករាជកាយករាជកាយគឺមហាភូតរូបនិងឧបាទេយរូបព្រះកថាតបដ្ឋានសូត្រហ្នឹងបញ្យល់ហើយហ្នឹងឯងហើយដូចជានៅក្នុងសតិប្បដ្ឋានវិភាំងអីហ្នឹងក៏ព្រះកថាលោកលើកយកសមុទយៈសូត្រហ្នឹងតែបញ្យល់បញ្ជាក់នៅក្នុងកាយវេទនាចិត្តធัวហ្នឹងផងដែរហ្នឹងហើយនឹងអាណាបានសតិណាហ្នឹងហើយនៃអាណាបានសតិប្បដ្ឋាននេះហ្នឹងដឹងខ្យល់ដង្ហើមចេញចូលទៅហើយតែដឹងខ្យល់ចេញចូលហ្នឹងគឺវាជាសន្តតិនៃផតពៈហើយនឹងកាយវិញ្ញាណដែលដឹងផតពៈហ្នឹងហើយបានមโนទ្វារវិថីចិត្តដឹងខ្យល់ចេញចូលហ្នឹងតែដល់ទៅសតិណតិប្បដ្ឋានគឺដឹងកាយដែលមានការកើតឡើងមានការរលត់ដឹងទាំងកើតទាំងរលត់ទៅហើយស្មារតីរបស់វិខនោះក៏ផ្ចង់ដោយចំពោះថាហ្នឹងហើយហ្នឹងក៏ជាការបញ្ជាក់ណាបន្តមកក្នុងអាណាបានបព្វៈហ្នឹងណាហ្នឹងហើយយ៉ាងទៀតបញ្ជាក់អំពីសតិប្បដ្ឋាននឹងឯងអដ្ឋិកាយោទវេបនស្សសតិបច្ចុប្បត្តិតាហ្នឹងហើយមកដីរបស់ភិក្ខុនោះក៏ផ្ចង់ឡើងដោយចំពោះតកាយមានមែននេះបរមត្តដែលមិនមែនសត្វបុគ្គលមិនមែនប្រុសស្រីមិនមែនកុហកបព្វជិតអានឹងតតែបរមត្តបានបញ្ជាក់ថាមិនមែនសត្វបុគ្គលហ្នឹងកាយហ្នឹងគឺមហាភូតរូបនិងឧបាទេយរូបហ្នឹងហើយដែលបញ្ជាក់បន្តមកទៀតដូចជាអនិស្សតោចៈវិហារតិអ្នកចកិញ្ញលោកេឧបាទយតិហ្នឹងមិនអាស្រ័យដោយទិដ្ឋិតណ្ហាមិនបកិបកម្មអ្វីតិចតួចក្នុងលោកកាយហ្នឹងគឺលោកហ្នឹងហើយឬក៏ឧបាទានខណ្ឌបញ្ជាក់អំពីលោកហ្នឹងគឺឧបាទានខណ្ឌរូបឧបាទានខណ្ឌ5ហ្នឹងមានរូបឧបាទានខណ្ឌហ្នឹងគឺកាយហ្នឹងហើយមិនបកិបកម្មអ្វីតិចតួចក្នុងលោកហ្នឹងហើយហ្នឹងអាចរលឹកវេទនាបានដែលព្រះអង្គសម្ដែងក្នុងបសូតអីផ្សេងពីអរូបកម្មដ្ឋានព្រះអង្គច្រើនលើកយកវេទនាដោយទីខនិខសូតអីចឹងហ្នឹងឯងមនុស្សមិនមានសតិប្បដ្ឋានវាចិត្តប្រកម្មតែខ្លួនឯងអ្នកសោយអារម្មណ៍ហ្នឹងឯង
ចិត្តតែប្រកាន់ខ្លួនឯងអ្នកសោយហើយសបាយខំសបាយទៅវើយ៉ាត់ស្លាប់ទៅខានសបាយហ្នឹងហើយដូចថាស្ដាយសេចក្តីសបាយហ្នឹងណាហ្នឹងហើយបើសបាយក្នុងទានសិលភាវនាអញ្ចឹងមានអី